បាល់ត្រៀមចាប់ផ្ដើមការចេញពីខាងក្រុមបាល់ទាត់មូហាណូកូដែលមានឯកសណ្ឋានអាវពណ៌រាងសណ្ដែកបាយឥឡូវត្រៀមបាល់ចាប់ផ្ដើមការចេញសួស្តីទៅកាន់បងថាឆេងហូនសួស្តីរូបភាពនិងសំឡេងល្អ MC សួស្តីហេងផារីស្វាគមន៍មកកាន់ការផ្សាយ NSM ISPLT ឈ្នះបងពិសិដ្ឋរូបភាពច្បាស់ល្អណាស់ admin ខ្ជិលហ្នឹងឥឡូវឱកាសកន្លែងនេះបើកឆាកមួយគ្រាប់ភ្លាមយ៉ាងណាមួយគ្រាប់កន្លែងនេះគឺគ្មានសល់ទេពីមីសុធិរិទ្ធម្ចាស់អាវលេខ66ចូលភ្លាមក៏សុតបាទភ្លាមខ្ញុំបាទអាឡែងតែមើល comment បងប្អូនយើងឥឡូវបើកការនៅមុខមួយគ្រាប់មកហើយជន់បាល់បែហើយទីមួយស្អាតដាច់ចង្កេះដឹកបាល់ទះស្ដាំកន្លែងនេះលមមចូលដៃអ្នកចាំទីជាបជ័យទះឆ្វេងឡើងមកខាងលើឱកាសសម្រុកតើពីសេងសុខេងទាញសុខេងបញ្ជូនទៅស្លាប់ខាងស្ដាំចូល2-0មីសុធិរិទ្ធរូបភាពមួយប្លង់ទៀតពីក្រុមការងារបច្ចេកទេសរបស់ Next Play Live កន្លែងនេះហើយផ្ទះប្រផាត់ត្រឡប់មកវិញព្រោះអ្នកចាំទីគឺដាច់ច្រានគ្រាប់ពី DG ហើយមកគូទៀតគឺអវតារឈ្នះ Elephant ឥឡូវការស្រុកពីស្លាកស្រារបស់ក្រុមបាល់ទាត់ NSM សុតស្ដាំកន្លែងនេះតាត់ឃ្លៀកបនធំចូលមីសុធិរិទ្ធ hat-trick ហើយកន្លែងនេះត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះមីសុធិរិទ្ធធ្វើបាន hat-trick ទៅហើយនៅតង់ទី1មួយប្លង់ត្រង់នេះច្បាស់ល្អមែនតើខ្សែការពារឃ្លៀណាដើរតែដឹកបាល់ទៅបង្កើនល្បឿនពីកាយហ្វាយសលជាន់ក្រោយហ្វាយសលសម្លឹងទីហ្វាយសលទម្លាក់មកខាងក្រោយបាយមកត្រឡប់ឆក់បាល់ទៅទៀតឱកាសសម្រុកពីយិនម៉ាណុនបញ្ជូនឲ្យសុធិរិទ្ធកន្លែងនេះយិនម៉ាណុនគឺដាក់ម៉ូឲ្យសុធិរិទ្ធហើយយិនម៉ាណុនដឹកបាល់ទៅគាត់មានឱកាសសុតដែរប៉ុន្តែគាត់អត់សុតខ្លួនឯងទេគាត់កញ្ចែមកសុធិរិទ្ធសំខាន់សុធិរិទ្ធគាត់អត់តែភ្លាមឲ្យលឿនទេគេមានរងចាំមើលទុកពេលវេលាជាអ្នកកំណត់បងជា priceless ឥឡូវឱកាសទៅទៀតពីកាយហ្វាយសលទាញមួយដៃកន្លែងនេះលោកអាកដាលកក់ចង្អុលបាល់ពេលណាំងទីមីសុធិរិទ្ធចូលគោល5-0ពី3ប្លង់ពីក្រុមការងារបច្ចេកទេសច្បាស់កន្លែងនេះអ្នកចាំទីដេកទៅដាក់ប៉ុន្តែអត់ទាន់មីសុធិរិទ្ធទះស្រាលបញ្ចូលទីស្រួលរុញឡើងលើលឿនផនគឹមឆៃក៏បញ្ជូនមកដល់សេងសុខេបញ្ជូនមកមីសុធិរិទ្ធចូលeasy ខ្លាំងមែនតើត្រង់ចំណុចមួយនេះយើងមើលមួយប្លង់ត្រង់នេះសេងសុខេលើកនេះគឺគាត់អត់សតទេគាត់បោះឲ្យសុធិរិទ្ធសំខាន់សុធិរិទ្ធគាត់ដឹងថាអ្នកចាំទីគឺរេទៅស្ដាំគាត់ក៏សម្រេចទះមកឆ្វេងអ្នកចាំទីដូចឃើញថាមិនបានមិនបិទរតនាក៏រួញឡើងខាងលើឲ្យមីសុធិរិទ្ធមិនមែនទេគឺយិនម៉ាណុនសម្រេចគ្រាប់បាល់ទី7ជូនក្រុមបាល់ទាត់ NSM ISPLT គេហៅថាបច្ឆោតឆ្វេងចេញបាល់ទៅស្ដាំយើងមើលរូបភាពត្រង់ចំណុចមួយនេះគាត់ទះទីស្រាលសម្ដៅបញ្ចូលទីបានយ៉ាងល្អហើយក្រោយមកត្រឡប់សម្លឹងឆែកស្ដាំហើយក៏រួញកាត់មកស្អាតមែនទែនឲ្យឧត្តមកាត់ស្ដាំទៅកាលីទះចេញពីអ្នកចាំទីហើយបច្ចេកទេសបានទៀតជាមួយនឹងការព្យាយាមអភិវឌ្ឍគឺកាន់តែលឿនដល់ការពីកាយហ្វាយសលសុតស្ដាំកន្លែងនេះអត់ចូលទេកន្លះកលេខ23អំបញ្ញមិញ23ឬក៏អ្នកណាដោយសារតែខ្ញុំមើលពីចម្ងាយអត់ស្គាល់ដល់ការពីស្លាកស្រាប់បញ្ជូនមកស្លាកខាងឆ្វេងមីសុធិរិទ្ធគោលយើងមើលមួយប្លង់ត្រង់នេះអ្នកដែលបញ្ជូនចាញ់គឺអ្នកណាវុតប៊ុនរង
បនរងបញ្ជូនមកគឺគ្មានសល់ទេក៏ព្រោះតែអត់មានអ្នកចាំទីស្រាប់ផងបាល់ពីសាឡាខាងឆ្វេងឱកាសសម្រុកពីជាបជ័យក្រោះផ្លោងចូលប្រអប់ទីទប់បាល់បានស្អាតពីមីសុធិរិទ្ធចូលមីសុធិរិទ្ធយើងមើលយើងសរសើរមិនសរសើរមិនបានទេអ្នកដែលក្រោះផ្លោងគឺជាបជ័យហើយអ្នកដែលកាន់តែល្អគឺមីសុធិរិទ្ធតម្រេតខ្លួនតែបន្តិចទះសម្ដៅទីមុំរតនាទះឆ្វេងសេងសុខេងលុញយោបាល់សេងសុខេងក៏ចាយមកដល់កៃហ្វៃសុលទីស្ដាមហ្វៃសុលចូលហ្វៃសុលក៏ទះទៅបង្គោលទី2បើជាឡងចេញពីទី2នោះទៅធ្លាយបញ្ចូលទីនៅបង្គោលទី1ទៅវិញនេះគេហៅថាចាក់ឡងបាល់បែបនេះថាការប្រកួតនៅមួយរៀងរង្វិលមិនជាបង្ខំឲ្យលឿនខ្លាំងពេកនោះទេទៅតាមដំណើរតំណងឥឡូវកន្លែងនេះចូលយ៉ាងណាមីសុធិរិទ្ធអំបញ្ញមិញខ្ញុំក៏លេចទៅមើល comment មួយផ្លេតក៏លេចមកវិញគឺគ្រាប់បាល់ថ្មីក៏កើតឡើងក្នុងចំណោមគ្រាប់បាល់ទាំង11របស់ក្រុមបាល់ទាត់ NSM ISPRT យើងមើលរូបភាពម្ដងទៀតការបញ្ជូនចែកពីយិនម៉ាណុនមកសុធិរិទ្ធដុកហេលេងមួយយ៉ាងណាកន្លែងនេះសុតជួយសម្រេចទីការទាត់ទីសម្ដៅចេញពីខ្សែប្រយុទ្ធលេខប៉ុន្មាន66ឬក៏អ្នកណាអ្នកចាំទីដុកហេងគឺគាត់តែងខ្លួនយូរនេះកន្លែងនេះមួយចុងជើងមកក៏សម្រេចទីបានកៃហ្វៃសល់2គ្រាប់គឺនៅថ្ងៃទី20ខែធ្នូនៅខែក្រោយនេះឯងអញ្ចឹងខែក្រោយគឺខែក្រោយថ្ងៃស្អែកឡើយសុទ្ធស្ដុំចូលកៃហ្វៃសុលការទាត់បញ្ចូលទីយ៉ាងស្រួលកន្លែងនេះអ្នកចាំទីលេងបាប់ណាធ្វើឲ្យសុធិរិទ្ធគាត់មានឱកាសបញ្ជូននេះអ្នកចាំទីណែដុកហេងល្មមបើកប្រឡោះជើងឲ្យសុធិរិទ្ធទះបញ្ជូនគេថារំលងប្រឡោះជើងបានល្អមែនទែនក៏ព្រោះតែការប្រកួតក្នុងពេលរង្វាន់មួយនេះគឺអាចមានលទ្ធភាពដូររហូតដល់ទៅ9រូបប៉ុន្តែក្នុងលក្ខខណ្ឌបានតែ3ដងប៉ុណ្ណោះแล้วការសម្រុកចេញពីសាឡាការឆ្វេងកាត់មកខាងក្នុងចូលមីសុធិរិទ្ធយើងមើលរូបភាពម្ដងទៀតការបង្កើតឱកាសចេញពីសាឡាឆ្វេងដោយយិនម៉ាណុនកន្លែងនេះមីសុធិរិទ្ធគឺគ្មានឲ្យសល់ទេរុញចែកបន្តទៅកៃហ្វាយសុលសុតទៅកន្លែងនេះលំមខ្សែការពារគឺឈរចំអង្គមិនតតណាឆ្កែសុតស្ដុំមីសុធិរិទ្ធសម្រេចគ្រាប់បាល់ទី11របស់ខ្លួនអូយសុតដល់កោសុធិរិទ្ធយើងមើលរូបភាពពីការសល់ហើយរបស់ខ្សែការពារឃ្លីអត់ដាច់នៅសល់មីសុធិរិទ្ធគ្រាន់តែទប់មកពុបផុតខ្សែការពារទាញមកប្រឡោះជើងខ្សែការពារហើយអ្នកចាំទីប្តីទៅក៏ប្រឡោះក្លៀកថែមមួយទៀតហើយចាំមើលថាតើរស្មីអាចមានក្របទេឥឡូវបំផ្លោងទៅជាថ្មីម្ដងទី2យិនម៉ាណុនទាញមួយស្អាតយិនម៉ាណុនទម្លាយសុធិរិទ្ធចូលអ៊ីស៊ីខ្លាំងមែនទែនមីសុធិរិទ្ធគឺ hat-trick 4 ដងតែហើយ3-4 ដងគឺស្មើ12បើតាមការចាំចំណាំពីខ្ញុំរៀនបឋមមកគឺមេកុនគឺបែបនេះមីសុធិរិទ្ធពីលើគេហៅថាពីលើពីនវ័នមួយនោះអញ្ចឹងហើយកីឡាករគឺត្រូវតែប្រឹងសុទ្ធតាមតែធ្វើទៅបានឡើយការទៅពីរស្មីកាត់ទៅស្លាកឆ្វេងសុធិរិទ្ធចូលកន្លែងនេះអ្នកដែលល្អគឺជួនរស្មីកាត់បានល្អខ្លាំងមែនតើមិនពិបាកក្នុងការឲ្យសុធិរិទ្ធបញ្ចប់ទីនោះឡើយនេះកន្លែងនេះគឺទះសម្ដៅទីភឹងក៏បញ្ជូនទៅមិនបានល្អធ្លាយមកដល់បងបញ្ញាដឹកបាល់ជ្រែកបញ្ញាជ្រែកបន្តពីមីសុធិរិទ្ធចូលមីសុធិរិទ្ធគ្រាប់បាល់ទី14របស់ខ្លួនការដឹកបាល់ជ្រែកអ្នកដែលបង្កើតឱកាសគឺបងបញ្ញាទម្លាក់ចោលមកសុធិរិទ្ធទាញតលទៅផុតហើយកក់សម្លឹងមើលប្រឡោះទីប៉ាំងភ្លុចតែម្ដង
ហើយបងវ៉ាន់ឌីក៏ផ្លាស់ប្ដូរចូលដូចគ្នាហើយគឺត្រូវលេងនៅខាងលើតែម្ដងហើយកាត់បំផ្លាវមកខាងក្នុងទាត់ឃ្លីចេញអត់តតាឆ្ងាយបងវីរៈរ៉ូសាចូលអូវីរៈរ៉ូសាសម្រេចក្របបាល់ទី19កន្លែងនេះយើងមើលរូបភាពម្ដងទីការឃ្លៀមិនដាច់ពីខ្សែការពារទាញមួយចង្កេះហើយក៏តតសម្ដៅទីយកតែម្ដងខណៈដែលអ្នកចាំទីគឺជួយអត់បាននោះទេត្រង់ចំណុចមួយនេះរ៉ូសាកាត់មកស្លាប់ខាងជួយម្ដងមីសុធារិទ្ធទាញចង្កេះស្អាតមីសុធារិទ្ធទម្លាក់ឲ្យរ៉ូសាជួយបោលពីអ្នកចាំទីដឹកហេងឥឡូវបំផ្លោងជ្រុងពីសុផានិតហើយក៏ទះចេញម្នាក់បន្ថែមពីរស្មីគ្រាប់បាល់ទី20ក៏កើតឡើងធ្វើឲ្យរស្មីក៏ចំណេញនៅសល់គេថាសល់ឱកាសសុផានិតបំផ្លោងមកអ្នកចាំទីទៀតបាល់នេះហើយទៅណាបញ្ជូនចាយមកដល់សុធារិទ្ធចូលគ្រាប់បាល់ទី15របស់មីសុធារិទ្ធសម្រេចបាននៅនាទីទី88យ៉ាងណាលោកញ៉ាតាល់ក៏សម្រេចផ្លុំកញ្ចាបញ្ចប់ការប្រកួតតែម្ដងកន្លែងនេះមីសុធារិទ្ធដឹកបាល់ទៅកន្លែងនេះយ៉ាងណាលោកញ៉ាតាល់បញ្ចប់ទេឬក៏បែបណាគឺបញ្ចប់ហើយលោកញ៉ាតាល់គឺផ្លុំកញ្ចាបញ្ចប់ការប្រកួតហើយអធិស្ឋានបងប្អូនយើងអាចថានាឡិកាម៉ោងរត់ជាមួយនឹងខា scoreboard របស់ក្រុមការងារអាចថានាឡិការបស់លោកគ្រូលឿនជាងបែបណាយើងក៏អត់ដឹងដែរបុកឃើញខុសនាទីគ្នាតិចតួចតែមិនថ្មីការបញ្ចប់ទៅគឺដោយភាពរលូនក្រុមកីឡាករទាំងសងខាងក៏ធ្វើការគោរពអរគុណទៅកាន់បងប្អូនប្រិមិត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនាការផ្សាយបន្តផ្ទាល់មួយនេះហើយយើងឃើញជាលទ្ធផលគឺក្រុមបាល់ទាត់ NSM ISPLT បានយកឈ្នះទៅលើក្រុមបាល់ទាត់មហានគរក្នុងលទ្ធផលដ៏ច្រើនមែនទែនគឺ21-0ដែលក្នុងចំណោម21គ្រាប់នេះគឺរកបានដោយកីឡាករមីសុធារិទ្ធ15គ្រាប់ហើយបន្តទៅទៀតមានកៃហ្វៃសល់3គ្រាប់យិនម៉ាណុន1គ្រាប់រួមជាមួយនឹងឈួនរស្មី1គ្រាប់នេះគឺជាអ្នកដែលរកគ្រាប់បាល់បាននិងគ្រាប់បាល់សរុបយ៉ាងណាឆ្លៀវខាងនេះខ្ញុំបាទក៏សូមអរគុណទៅកាន់ម្ចាស់ឧបត្ថម្ភធំនៃការផ្សាយគឺក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត NSM ISP សម្រាប់បងប្អូនដែលមានតម្រូវការអ៊ីនធឺណិតមិនថាសម្រាប់គេហដ្ឋានក្តីឬក៏សម្រាប់អាជីវកម្មក្តីកុំភ្លេចជ្រើសរើស NSM ISP ជាដៃគូផ្គត់ផ្គង់សេវាអ៊ីនធឺណិតដ៏យកចិត្តនិងរូបភាពនៃការផ្សាយចេញមួយនេះគឺកើតចេញពីក្រុមការងារ Next Play Live រូបភាពល្អៗបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាករទាំងសងខាងមិនថាខាង NSM ISP LT ឬក៏ខាងមហានគរទេពួកគាត់បានឈានឈ្មោះដំណើរទៅកាន់ទីតាំងឈរជើងរបស់ក្រុមទាំងសងខាងឬក៏ក្រុមរៀងខ្លួនដើម្បីធ្វើការគោរពនិងសូមការអធិស្ឋានក៏ព្រោះតែនៅពេលដែលប្រកួតគឺនឹងមានការប៉ះទង្គិចចឹងហើយនៅលើទីលានគឺជារឿងមួយបន្ទាប់ពីបញ្ចប់ការប្រកួតគឺជារឿងមួយផ្សេងទៀតកីឡាគឺនាំមកនូវមិត្តភាពនិងសាមគ្គីភាព